ភាសាខ្មែរថ្នាក់ទី8ថាដូនិងភ្លើងឆេះព្រៃនៅលើភ្នំនៃប្រទេសជប៉ុនគេសង្កេតឃើញមានផ្ទះដ៏តូចមួយសង់ប្របនឹងចង្កេះភ្នំក្នុងផ្ទះនោះមានសមាជិក2នាក់រស់នៅគឺថាដូនិងជីតារបស់វានៅតាមល្បាក់ភ្នំជុំវិញផ្ទះរបស់ថាដូមានស្រែជាច្រើនកន្លែងអ្នកភូមិតែងនាំគ្នាមកធ្វើការជារៀងរាល់ថ្ងៃហើយជីតានិងចៅរមែងបានចូលរួមជួយដល់ក្រុមកសិករទាំងនោះមិននឿយណាយឡើយមកដល់ពេលនេះថាដូមានអាយុប្រមាណជា5ឆ្នាំប៉ុណ្ណោះប៉ុន្តែវាមានសមត្ថភាពខ្ពស់ក្នុងការពិចារណាទៅលើអត្ថប្រយោជន៍នៃដំណាំស្រូវសម្រាប់អាយុជីវិតរបស់ប្រជាជនជប៉ុនលោកតាបានក្រើនរំលឹកជារឿយៗដល់ថាដូស្រូវជាអាហារដ៏ចាំបាច់បំផុតសម្រាប់យើងទាំងអស់គ្នាបើសិនជាមានរឿងអ្វីមួយកើតឡើងចំពោះវាយើងប្រកាសជាដាច់ពោះស្លាប់ជាមិនខានពីព្រោះយើងគ្មានអ្វីបរិភោគទេថាដូមិនចង់ដាច់ពោះស្លាប់ទេហេតុនេះហើយបានជាវាត្រេកអរណាស់នៅពេលឃើញស្រូវចាប់ផ្ដើមទុំនិងឃើញរដូវជំរូតខិតចូលមកដល់នៅថ្ងៃមួយនាពេលរសៀលបន្តិចមានហេតុការណ៍មួយកើតឡើងគួរឲ្យតក់ស្លុតដំបូងគេឃើញជីតាថាដូឈរខាងក្រោយស្រែឯភ្នែកទាំងគូរបស់លោកតាបាញ់ឆ្ពោះទៅសមុទ្រស្រាប់តែទឹកមុខលោកតាឡើងស្លេកស្លាំងជាបន្ទាន់នោះគាត់ស្រែកយ៉ាងផ្លត់សម្លេងទៅកាន់ថាដូចៅឯងរត់ឲ្យលឿនទៅយកមែកឈើដែលកំពុងឆេះនោះមកឲ្យតាឆាប់ឡើងលឺដូចនោះថាដូក៏ប្រញាប់ប្រញាល់រត់សម្ដៅភ្នក់ភ្លើងហើយក៏កាន់មែកឈើមួយមែកដែលមានរងើកក្រហមច្រាលមកឲ្យជីតាវាភ្លាមនោះលោកតាក៏បោះមែកឈើនោះចូលទៅក្នុងស្រែធ្វើឲ្យស្រូវឆេះឡើងមួយរំពេចគាត់បានបញ្ជាថាដូឲ្យធ្វើកិច្ចការដដែលនេះទៀតថាដូនឹកឆ្ងល់ចំពោះទង្វើរបស់លោកតាយ៉ាងខ្លាំងវាបោះជំហានទៅមុខស្ទើរមិនរួចវាយំរួចសួរបញ្ជាក់លោកតាកំពុងដុតស្រូវហើយណាលោកតាគ្រាន់តែងក់ក្បាលតែគាត់គ្មានចាប់អារម្មណ៍ចំពោះសម្ដីថាដូឡើយហើយនៅតែប្រាថាដូឲ្យដុតស្រូវគ្រប់ជ្រុងស្រែទៅទៀតគ្រានោះផ្ទៃស្រែដែលធ្លាប់តែឃើញស្រូវក្រហមទុំក៏ប្រែជាមានពណ៌ខ្មៅគ្របដណ្ដប់ដោយផ្សែងខ្មុលខ្មាញ់អណ្ដែតទៅលើអាកាសទិដ្ឋភាពនេះបានធ្វើឲ្យអ្នកភូមិទាំងអស់នាំគ្នារត់ឡើងមកលើភ្នំដើម្បីពន្លត់អគ្គិភ័យជួយស្រោចស្រង់ដល់វត្ថុដ៏មានតម្លៃសម្រាប់ទ្រទ្រង់អាយុជីវិតរបស់ពួកគេគ្រាន់តែឡើងមកដល់ស្រែភ្លាមបុរសម្នាក់ដែលមានមាឌមាំបានសួរទាំងកំហឹងទៅកាន់លោកតារបស់ថាដូហេតុអ្វីបានជាមានរឿងនេះកើតឡើងតើអ្នកណាជាអ្នកប្រព្រឹត្តប្រាប់មកលោកតាបានឆ្លើយមួយទៅកាន់បុរសនោះខ្ញុំជាអ្នកប្រព្រឹត្តបុរសមាឌធំសួរបន្តទៀតហេតុអីលោកតាមិនឆ្លើយនឹងសំណួរបុរសនោះភ្លាមទេតែគាត់បានលើកដៃចង្អុលទៅសមុទ្រអ្នកស្រុកក៏មើលទៅតាមទិសដែលតាចង្អុលបង្ហាញនោះគឺជារលកដ៏ធំមួយកំពុងបោះពួរយ៉ាងលឿនស្លេវសំដៅមករកភូមិអ្នកស្រុកដែលស្ថិតនៅតាមជើងភ្នំពួកគេឈរត្រឹងលែងនិយាយស្ដីដោយម្នាក់កំពុងគិតសង្វេគដល់ភូមិឋានខ្លួនដែលត្រូវលិចលង់យ៉ាងជ្រៅដោយរលកសមុទ្រនៅទីបំផុតទើបពួកគេបានយល់ពីមូលហេតុដែលនាំឲ្យលោកតាសម្រេចចិត្តដុតស្រូវក្នុងស្រែចោលទង្វើបែបនេះគឺជាបំណងដ៏ល្អមួយក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកភូមិដើម្បីឲ្យពួកគេភៀសខ្លួនឡើងមកលើភ្នំជៀសផុតពីគ្រោះមហន្តរាយអ្នកស្រុកមកផ្ដុំគ្នាជុំវិញលោកតាពួកគេលែងខឹងនឹងគាត់ទៀតហើយនាំគ្នាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគាត់លោកតាញញឹមហើយលើកដៃម្ខាងដាក់លើស្មាថាដូរួចនិយាយប្រសិនជាគ្មានថាដូទេខ្ញុំក៏មិនអាចដុតស្រូវឲ្យឆេះបានឡើយវាជាអ្នកយកភ្លើងមកឲ្យខ្ញុំទោះបីខ្លួនខ្ញុំគ្មានពេលពន្យល់ពីមូលហេតុច្បាស់លាស់ដល់វាយ៉ាងណាក៏ដោយដកស្រង់និងកែសម្រួលចេញពីអត្ថបទបកប្រែរឿងថាដូនិងការឆេះស្រែថ្នាក់ទី9